ជីវិតខ្លីណាស់កុំចំណាយវាទៅលើការភ័យខ្លាចការបារម្ភគឺជាទម្លាប់ហើយទម្លាប់គឺអាចបំបែកបានថ្ងៃនេះយើងនឹងមកជជែកពីមេរៀនមាសចេញពីសៀវភៅ How to Stop Worrying and Start Living ដែលនឹងផ្លាស់ប្ដូរជីវិតអ្នកជារៀងរហូត 1. សេចក្តីផ្ដើមសត្រូវស្ងប់ស្ងាត់នៃជីវិតសួស្តីមិត្តអ្នកស្ដាប់ថ្ងៃនេះយើងនឹងលើកយកសៀវភៅដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រវត្តិសាស្ត្រមកពិភាក្សាគឺ How to Stop Worrying and Start Living របស់លោក Dale Carnegie នេះមិនមែនជាសៀវភៅបង្រៀនឲ្យយើងមានសុទិដ្ឋិនិយមបែបក្លែងក្លាយឬការលើកទឹកចិត្តដែលគ្មានមូលដ្ឋាននោះទេប៉ុន្តែវាគឺជាការសិក្សាអំពីការភ័យខ្លាចការថប់បារម្ភនិង stress ដែលកំពុងបំផ្លាញសុខភាពនិងភាពជោគជ័យរបស់មនុស្ស Dale Carnegie បានសិក្សាពីវេជ្ជបណ្ឌិតចិត្តវិទ្យានិងមេដឹកនាំធុរកិច្ចដែលបានឆ្លងកាត់ការដួលរលំផ្នែកហិរញ្ញវត្ថុជំងឺនិងសង្គ្រាមសារដ៏សាមញ្ញបំផុតនោះគឺការបារម្ភមិនមែនជាការដោះស្រាយបញ្ហាទេវាគឺជាអ្នកបំផ្លាញជីវិតប៉ុន្តែដំណឹងល្អគឺថាការបារម្ភគឺជាទម្លាប់ហើយទម្លាប់គឺអាចបំបែកបាន 2. ហេតុអ្វីបានជាការបារម្ភមានគ្រោះថ្នាក់ខ្លាំងការបារម្ភមិនត្រឹមតែធ្វើឲ្យយើងមិនសប្បាយចិត្តទេវាក៏ធ្វើឲ្យយើងឈឺរាងកាយផងដែរវេជ្ជបណ្ឌិតនៅ Mayo Clinic បានលើកឡើងថាចំនួនអ្នកជំងឺច្រើនជាងពាក់កណ្ដាលនៅក្នុងមន្ទីរពេទ្យគឺទទួលរងនូវបញ្ហា stress និងការថប់បារម្ភច្រើនជាងជំងឺរាងកាយពិតប្រាកដការបារម្ភត្រូវបានភ្ជាប់ទៅនឹងជំងឺបេះដូងសម្ពាធឈាមខ្ពស់និងដំបៅក្រពះវាក៏បង្កឲ្យមានជំងឺរលាកសន្លាក់និងការបាក់ទឹកចិត្តផងដែរអ្នកជំនួយដែលមិនចេះប្រយុទ្ធប្រឆាំងនឹងក្តីបារម្ភតែងតែស្លាប់មុនអាយុប្រសិនបើអ្នកមិនរៀនគ្រប់គ្រងការបារម្ភទេវានឹងគ្រប់គ្រងនិងបំផ្លាញអ្នកវិញ 3. រូបមន្ត3ជំហានដើម្បីដោះស្រាយរាល់ក្តីបារម្ភការបារម្ភភាគច្រើនកើតចេញពីភាពស្រពេចស្រពិលនិងការគិតរវេរវាយមិនមែនកើតចេញពីការពិតជាក់ស្ដែងនោះទេ Carnegie បានបង្រៀននៅប្រព័ន្ធសាមញ្ញមួយជំហានទី1ស្វែងរកការពិតចូលដោះស្រាយភាពច្របូរច្បល់ដោយការសរសេរឲ្យបានច្បាស់លាស់នៅអ្វីដែលអ្នកកំពុងបារម្ភជាលក្ខណៈអង្គហេតុជំហានទី2វិភាគការពិតសួរខ្លួនឯងថាតើអ្នកអាចធ្វើអ្វីបានខ្លះចំពោះស្ថានភាពនោះហើយសរសេរជម្រើសទាំងអស់ដែលមានជំហានទី3សម្រេចចិត្តនិងធ្វើសកម្មភាពនៅពេលអ្នកសម្រេចចិត្តរួចហើយត្រូវឈប់បារម្ភហើយបន្តទៅមុខការបារម្ភជាច្រើននឹងរលាយបាត់ទៅវិញនៅពេលដែលយើងកំណត់បញ្ហាឲ្យបានច្បាស់លាស់និងហ៊ានប្រឈមមុខនឹងវា 4. ការធ្វើសេចក្តីសម្រេចចិត្តនិងការរស់នៅជាមួយបច្ចុប្បន្នកុំងាកក្រោយការមិនដាច់ស្រេចគឺជាមូលហេតុចម្បងនៃក្តីបារម្ភនៅពេលអ្នកសម្រេចចិត្តដោយផ្អែកលើការពិតហើយចូលធ្វើសកម្មភាពភ្លាមហើយកុំសង្ស័យលើខ្លួនឯងការគិតចុះឡើងនាំឲ្យក្តីបារម្ភត្រឡប់មកវិញរស់នៅក្នុងបន្ទប់ដែលបិទជិតប្រចាំថ្ងៃ Daytime Compartments អតីតកាលបានស្លាប់បាត់ទៅហើយអនាគតគឺមិនទាន់កើតឡើងនៅឡើយទេការរងទុក្ខភាគច្រើនកើតចេញពីការស្ដាយក្រោយនៃរឿងអតីតកាលឬការខ្លាចអនាគតចូលរៀបចំផែនការសម្រាប់ថ្ងៃស្អែកប៉ុន្តែកុំរស់នៅដោយអារម្មណ៍ភ័យខ្លាចចំពោះវាចូលផ្ដោតលើការងារនៅថ្ងៃនេះឲ្យអស់ពីសមត្ថភាពនោះអនាគតនឹងល្អដោយខ្លួនឯង 5. បច្ចេកទេសផ្លាស់ប្ដូរផ្នត់គំនិតទទួលយកចំណុចអាក្រក់បំផុតនៅពេលបារម្ភចូលសួរខ្លួនឯងថាតើអ្វីដែលអាក្រក់បំផុតដែលអាចកើតឡើងនៅពេលអ្នកហ៊ានទទួលវាហើយការភ័យខ្លាចនឹងបាត់បង់អំណាចច្បាប់បញ្ឈប់ការខាតបង់កុំបណ្ដោយឲ្យបញ្ហាឬការខាំងសម្បាមកបឺតជញ្ជក់ធម៌ពលអ្នកជារៀងរហូតកំណត់ពេលវេលាជាក់លាក់ក្នុងការគិតពីបញ្ហាបើដកស្រាយមិនចេញទេត្រូវដើរចេញការចងគំនុំគ្រាន់តែធ្វើឲ្យអ្នកឈឺចាប់ប៉ុណ្ណោះសុភមង្គលមកពីសកម្មភាពយើងមានអារម្មណ៍រីករាយដោយសារយើងធ្វើសកម្មភាពរីករាយការញញឹមនិងការសម្រាកកាយនឹងជួយឲ្យអារម្មណ៍របស់អ្នកផ្លាស់ប្ដូរតាមកុំរំពឹងការដឹងគុណមនុស្សច្រើនតែមានចរិតអត្តនិយមប្រសិនបើអ្នកធ្វើល្អដើម្បីចង់បានពាក្យអរគុណអ្នកនឹងរងទុក្ខចូលផ្ដល់ឲ្យដែលក្តីរីករាយពីក្នុងចិត្តឈប់ប្រៀបធៀបខ្លួនឯងអ្នកគឺជាមនុស្សពិសេសនិងប្លែកពីគេ
ការព្យាយាមធ្វើជាអ្នកដទៃនាំឲ្យមានការថប់បារម្ភការប្រៀបធៀបគឺជាចោរលួចយកក្តីសុខសរុបសេចក្តីមកក្តីបារម្ភគឺគ្មានប្រយោជន៍និងមានលក្ខណៈបំភ្លេចបំផ្លាញប៉ុន្តែវាអាចគ្រប់គ្រងបាននៅពេលអ្នកហ៊ានប្រឈមមុខនឹងការពិតសម្រេចចិត្តឲ្យច្បាស់លាស់រស់នៅជាមួយបច្ចុប្បន្ននិងឈប់រំលឹកពីភាពបរាជ័យនោះជីវិតនឹងកាន់តែស្រាលនិងមានក្តីសុខជីវិតខ្លីណាស់កុំរស់នៅក្នុងការភ័យខ្លាចឡើយ